បងប្អូនទេសនាគ្រប់គ្នាជាទីរាប់អានប្រសិនបើយើងយោងតាមប្រភពព័ត៌មានពីក្រសួងធនធានទឹកនិងឧតុនិយមរបស់ប្រទេសថៃបានចេញសេចក្តីប្រកាសបន្តផងដែរអំពីស្ថានភាពអាកាសធាតុនិងគ្រោះជំនន់ទឹកជំនន់នៅក្នុងប្រទេសថៃពេលបច្ចុប្បន្ននេះដោយទឹកជំនន់នៅតែបន្តហក់ឡើងគឺមិនទាន់ស្រកថមថយអ្វីនោះទេរីឯស្ថានភាពទឹកទន្លេចៅប្រយ៉ានៅតែបន្តលេចឡើងបន្តិចម្ដងដោយមន្ត្រីធនធានទឹកនិងឧតុនិយមរបស់ប្រទេសថៃបានរៀបរាប់ថាស្ថានភាពអាកាសធាតុនៅក្នុងប្រទេសថៃពេលបច្ចុប្បន្ននេះគឺមិនទាន់មានភាពថមថយនោះទេនៅឯតំបន់ខ្លះមានភាពត្រជាក់ខ្លាំងណាស់ហើយថែមទាំងមានខ្យល់បក់ព្រមទាំងនាំទឹកភ្លៀងមកជាមួយផងដែរជាពិសេសនៅចុងខែវិច្ឆិកាឆ្នាំ2025នេះនៅតាមតំបន់ខេត្តភូមិភាគឦសានរបស់ប្រទេសថៃជាច្រើនផងដែរដែលភ្លៀងនៅតែបន្តធ្លាក់ខ្លាំងជាហូរហែរីឯនៅតាមតំបន់ខេត្តភូមិភាគខាងកើតនៃរាជធានីបាងកកដែលជាខេត្តរងគ្រោះដោយទឹកជំនន់ជន់លិចខ្លាំងជាងគេនោះវាក៏នៅតែបន្តមានភ្លៀងធ្លាក់ច្រើនជាហូរហែហើយទឹកជំនន់ក៏មិនទាន់ស្រកទៅវិញនោះដែរពួកមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិរបស់ថៃបានអោយប្រជាជនថៃនៅតែបន្តមានការប្រយ័ត្នប្រយែងខ្ពស់ជានិច្ចចំពោះគ្រោះទឹកជំនន់នេះគឺវាមិនទាន់ថមថយឬក៏ស្រកចុះនៅឡើយនោះទេដូច្នេះហើយប្រជាជនថៃត្រូវតែត្រៀមស្បៀងអាហារហូបចុកឲ្យបានគ្រប់គ្រាន់សម្រាប់ស្ថានភាពគ្រោះទឹកជំនន់គ្រោះធម្មជាតិផ្សេងៗអាចនឹងកើតឬក៏នៅតែបន្តកើតមានឡើងនៅក្នុងប្រទេសថៃហើយស្ថានភាពគ្រោះធម្មជាតិក៏មិនទាន់ល្អប្រសើរនោះទេនៅក្នុងប្រទេសថៃនាពេលបច្ចុប្បន្ននេះ